លើស៊ីប៉ូលីសចង្រៃឯនេះមកធ្វើស្អីខ្ញុំដើរបានដល់ទីនេះក៏ឃើញមានមនុស្សត្រូវគេគំរាមក្នុងនាមខ្ញុំជាមេក្រុមស៊ើបអង្កេតនៅប៉ុស្តិ៍ប៉ូលីសខ្វាំងជើងមានភារកិច្ចរារាំងប៉ូលីសក្រីក្រដូចជាឯងនេះហ៊ានដែរមែនទេប៉ូលីសក្រីក្រនឹងហើយទើបហ៊ាននៅទីនេះអ្នកណាហ៊ានប៉ះពលរដ្ឋដ៏ល្អរបស់ខ្ញុំមួយសរសៃសក់ខ្ញុំនឹងបាញ់សម្អាតពីព្រាមពេលយើងត្រូវกับភ្លើងធំខ្ជុំក្បាលហើយនៅស្លៀកខោទំនប់នៅឡើយទេខ្មោចក្រីក្រប៉ូលីសចង្រៃឯងនេះមិនដឹងស្លាប់រស់មែនឆាប់បាញ់រាក់វាព្រាមទៅយើងមានគ្នាជាង10នាក់กับភ្លើងជាង10ដើមឯងមានប្រមាណគ្រាប់ប៉ុណ្ណោះយើងមិនដឹងថាឯងមានกับភ្លើងប្រមាណមានគ្រាប់ប្រមាណបើសិនជាអ្នកណាខ្លាំងសាកប៉ះពាល់ពលរដ្ឋរបស់យើងបន្តិចទៅមើលបាញ់ទៅបាញ់វាទៅនេះជឿខ្ញុំការពារនាងត្រឡប់ទៅវិញអាចបាត់អាចទេអាចទេបើមិនមានបាយហូបទេខាងពីបាត់អាចទេអាចមានបាយហូបទេអាចបាត់អាចទេទេបាត់អាចមានបាយហូបទេស្លាប់តែគូហើយអាចបាត់អាចមានទេអាចមានបាយអាចមានបាយទេអាចបានទេបានទេអាចមានបាយហូបទេអាចបានទេបានទេអាចមានបាយហូបទេហាងអាភិនមិនបានទេអាចមានបាយហូបទេហាងអាភិនមិនបានទេអាចបាយហូបទេហាងអាភិនមិនបានទេមិនអាចមានបាយហូបទេហាងអាភិនមិនបានទេអាចមានបាយហូបទេហាងអាភិនមិនបានទេមិនអាចមានបាយហូបទេបានទេហាងអាភិនមិនបានទេមិនអាចមានបាយហូបទេបានអរគុណដែលបានប្រាប់តាហ្វុងធ្វើជាមនុស្សកុំហួសហេតុខ្លាំងពេកយើងទើបបានដំណឹងមកថាបីភីងត្រូវគេវាយយកបានហើយពេលយើងនៅសៀងហៃទូទាំងពិភពលោកសិតតែដឹងថាពួកជប៉ុនមិនវាយយកបីភីងទេតែពេលនេះយ៉ាងម៉េចជាង20ថ្ងៃក៏យកបានទៅហើយសម្ដីជើងមិនប្រកាសថាកុសទេអាចនឹងមកដល់ខ្វាងជើគ្រប់ពេលទាំងអស់អើយគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះទេបងប្អូនពួកយើងថាពូអ៊ីហុងកំពុងតែដឹកអាភិនមួយចំនួនមកខ្វាងជើត្រៀមបើកខាងទៀតផងពេលនេះទឹកដីរបស់ពួកយើងចិត្តលើកជូនពួកគេដៃពីទៅហើយមិនមែនទឹកដីពួកយើងនោះទេគឺទឹកដីបងធំជាអ្នកវាយយកបានថ្ងៃក្រោយគាត់ទុកឲ្យកូនស្រីគាត់ទោះបីគេដើរផ្លូវខុសបាត់បង់ទឹកដីទាំងអស់នេះក៏ជារឿងគ្រួសាររបស់គេដែរបងទី2សម្ដីបងនេះធ្វើឲ្យខ្ញុំខកចិត្តណាស់ទឹកដីទាំងនេះយើងក៏មានចំណាយវាយដែរណាអាស៊ីឯចំណាស់នេះហើយនៅមិនទាន់មើលធ្លុះទៀតតាហ្វុងឯសំណាងណាស់ដែលមានបងប្រុសនៅសៀងហៃពេលនេះគាត់អាយុ60បើបដូរជាការអាយុ40វិញឯងនាំបងប្អូនបះបោកបែបនេះជីវិតឯងក៏អស់ដែរឯងគ្មានបានមកឈរនិយាយនៅទីនេះទេពីថ្ងៃទៀតយើងទៅសៀងហៃវិញហើយយើងមិនប្រាប់រឿងនេះទៅបងខ្ញុំទេកុំឲ្យគាត់រំជួលចិត្តតែយើងសង្ឃឹមថាឯងល្មមដឹងខ្លួនហើយកុំមកករឿងឲ្យកាន់តែធំយើងលាក់បាំងឲ្យឯងមិនបានច្រើនបងនោះទេលីស៊ីងលើកមកក្រោយលោកទៅបាត់ខ្ញុំអង្គុយនៅទីនេះយូរណាស់គិតថាវាសនាខ្ញុំថ្ងៃក្រោយនឹងយ៉ាងម៉េចខ្ញុំអាចឆ្លងផុតឬក៏អត់អាចនឹងគ្មានជីវិតដែរចេញពីទីនោះដែរទេតែពេលនេះខ្ញុំដឹងលទ្ធផលហើយខ្ញុំអាចដើរចេញទៅដោយមិនបាត់សក់សូម្បីតែមួយសរសៃតែខ្ញុំមិនស្មានថាដែលខ្ញុំនិយាយខ្លាំងជាការពិតសោះ